ក្របថ្វាយបង្គំព្រះធម៌និងព្រះសង្ឃសូមជម្រាបសួរដល់បងប្អូនជនរួមភាសានៅកម្ពុជាគឺព្រឹកនេះរលឹមអញ្ចឹងពួកខ្ញុំក៏មិនបានយកទេសភាពអីច្រើនជូនបងប្អូនឲ្យបានទស្សនាទេនៅខេត្តកំពតចាមានតែសិទ្ធិយោថ្ងៃនេះគឺព្រះភូមិចាព្រោះនៅផ្ទះដែលពួកយើងរៀបចំវគ្គបណ្ដុះបណ្ដាលហ្នឹងគឺធ្វើព្រះភូមិធ្វើរៀនទេវតាចាអញ្ចឹងពេលព្រឹកបែបនេះជាកម្មវិធីដែលពួកយើងធ្វើការចែកចម្លែកអំពីខ្លឹមសារនៃឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23តុលា1991ដែលជាការបកស្រាយអំពីឃ្លាពាក្យនីមួយនៃកិច្ចព្រមព្រៀងនេះបញ្ជាក់ដែរថាពួកយើងក៏បានជជែកគ្នាមកដល់ឧបសម្ព័ន្ធទី2ការដកកងកម្លាំងការជប់បាញ់និងវិធានការពាក់ព័ន្ធដែលពួកយើងជជែកគ្នាមកដល់មាត្រា4គឺការផ្គត់ផ្គង់ភស្តុភារឡើងវិញដល់កងកម្លាំងដែលស្នាក់នៅក្នុងបន្ទាយម្សិលមិញនោះក៏បានបញ្ចប់នៅចំណុចមួយទៀតដែលការផ្គត់ផ្គង់ភស្តុភារឡើងវិញគឺត្រូវតែធ្វើឡើងដោយមិនផ្គត់ផ្គង់នៅភស្តុភារទាំងឡាយដែលជាគ្រឿងប្រហារជីវិតចាហើយត្រូវផ្គត់ផ្គង់ទឹកស្បៀងនិងផ្គត់ផ្គង់ថ្នាំព្យាបាលក៏ដូចជាផ្គត់ផ្គង់នៅការព្យាបាលជំងឺចាអញ្ចឹងពួកយើងក៏បានបញ្ចប់ម្សិលមិញថ្ងៃនេះក៏ពួកយើងនឹងបន្តចូលទៅដល់ឧបសម្ព័ន្ធទី2ហ្នឹងហើយជាការអាចសង្ខេបเนาะព្រោះមុននឹងពួកយើងចូលមាត្រាថ្មីពួកយើងនឹងសង្ខេបចំណុចហ្នឹងជាខ្លឹមថាតើនិយាយពីអីយ៉ាងហោចណាស់ឲ្យបងប្អូនចាប់បាននៅកំណត់ហ្នឹងអញ្ចឹងអានឹងមួយដែលពួកយើងនឹងធ្វើនៅក្នុងមាត្រា4ថ្ងៃនេះហើយនឹងចូលមាត្រា5នោះដែលនិយាយអំពីការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងរបស់បណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់គេចាជំរាបសួរគ្រូតោះបងអង្គស៊ីណែមនិមិញមកថាហូបាត់មករយៈពេលសង្គមថាសុខភាពនិមិញសុខទុកធម្មតាទេមែនទេនិមិញបងប្អូននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានឃ្លាមួយបានសរសេរថាបងពេញក្ដុលក្រោមបងសំសុខឧត្តមឃើញហើយឃើញបងសំសុខឧត្តមហើយណាតែពេលឃើញនៅបានឃើញហើយអើយបងហើយអរគុណណាស់កម្លាំងចិត្តដែលប្រឹងប្រែងទាំងបងប្រុសទាំងអ្នកម្ដាយទាំងកូននៅក្នុងឃ្លាកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍ស្តីពីការស្រាននិងការកសាងកម្ពុជាឡើងវិញទំព័រ293បានសរសេរដូចនេះថាប្រព័ន្ធសហប្រជាជាតិត្រូវមានតួនាទីដ៏សំខាន់មួយក្នុងការស្ដារនិងការកសាងឡើងវិញការចាប់ផ្ដើមលើកផែនការកសាងឡើងវិញនិងការអំពាវនាវជាអន្តរជាតិដើម្បីរកវិភាគទានត្រូវប្រព្រឹត្តទៅនៅពេលដ៏សមស្របដើម្បីធានានៅជោគជ័យរបស់ខ្លួនអូនយានចិន្តាអូនប្រុសថែនហេតុអីបានជាការស្ដារនិងការកសាងកម្ពុជាឡើងវិញត្រូវការប្រព័ន្ធសហប្រជាជាតិនេះជារឿងដ៏ចម្លែកបងតេងសុខុនឬក៏ពូជួយបញ្ជាក់ប្រាប់ខ្ញុំផងព្រោះមើល profile ពីចម្ងាយតូចពេកមិនដឹងថាពូឬក៏បង
ប្រព័ន្ធសហប្រជាជាតិត្រូវមានតួនាទីដ៏សំខាន់មួយក្នុងការស្ដារនិងកសាងឡើងវិញបងប្អូនជំរាបសួរលោកអ៊ំអរគុណទៅតាមទូអរគុណណាស់អរគុណជួយទៅជែកគ្នាសិនចាស់ខ្ញុំផ្សាយសិនបងសរឹមនៅក្នុងឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសរសេរឲ្យមានប្រព័ន្ធសហប្រជាជាតិដើម្បីរៀបចំស្ដារនិងកសាងកម្ពុជាឡើងវិញជួយឆ្លើយសិនបងខៃលីនសានហេតុអីបានជាការស្ដារនិងការកសាងកម្ពុជាឡើងវិញត្រូវការប្រព័ន្ធសហប្រជាជាតិបងប្អូនជួយឆ្លើយខ្ញុំពន្យល់អំពីពាក្យការស្ដារនិងការកសាងកម្ពុជាឡើងវិញបន្តិចការស្ដារកម្ពុជាឡើងវិញស្ដារសជំដសាអារោស្ដារបងអូនស្រីមីងបងខ្មៅស្រែស្ដារប្រទេសបានន័យថាស្ដារទី1គឺស្ដារសមាសធាតុរបស់ជាតិស្ដារទី2គឺស្ដារសស្ដំរបស់ជាតិកត់ផងណាបងសុគង្គស្ដារសមាសធាតុរបស់ជាតិគឺស្ដារទាំងបូរណភាពទឹកដីស្ដារទាំងអធិបតេយ្យស្ដារទាំងប្រជាពលរដ្ឋស្ដារស្ដំរបស់ជាតិគឺស្ដារទាំងនយោបាយដែលនៅក្នុងនោះមានសន្តិសុខនិងសន្តិភាពស្ដារទាំងសេដ្ឋកិច្ចក្នុងនោះមានពាណិជ្ជកម្មស្ដារទាំងវប្បធម៌ដែលក្នុងនោះមានសង្គមវប្បធម៌ចឹងពាក្យថាស្ដារគឺស្ដារទឹកដីព្រោះទឹកដីយើងត្រូវបានគេឈ្លានពានអញ្ចឹងត្រូវយកទឹកដីមកវិញសិនដូចតែយើងស្ដារស្រះស្ដារអូរស្ដារទន្លេស្ដារព្រែកស្ដារប្រឡាយស្ដារពាងមកពីវាមានសម្រាមមកពីវាគុកស្ញែងរីករាំងគាំងអស់ប្រព័ន្ធទឹកចឹងពាក្យថាស្ដារកម្ពុជាឡើងវិញគឺស្ដារទាំងអធិបតេយ្យភាពតើយើងមានឯករាជ្យហើយឬនៅបើមិនទាន់មានឯករាជ្យទេយើងស្ដារឯករាជ្យសិនអធិបតេយ្យឯករាជ្យនយោបាយក្នុងនិងនយោបាយក្រៅប្រទេសរបស់យើងសិនស្ដារទាំងបូរណភាពទឹកដីស្ដារទាំងអធិបតេយ្យឯករាជ្យស្ដារទាំងប្រជាពលរដ្ឋតើយកពលរដ្ឋចេញពីស្រុកទី2ទី3មកវិញនៅតើយកពលរដ្ឋមកធ្វើជាម្ចាស់ប្រទេសវិញបាននៅបើនៅតែបន្តដេញពលរដ្ឋចេញពីស្រុកសម្រាប់ពលរដ្ឋគំរាមពលរដ្ឋប្រមាថពលរដ្ឋបំបែកបំបាក់លាបពណ៌ពលរដ្ឋមិនចូលវិញទេអត់មានការស្ដារកម្ពុជាទេអញ្ចឹងហើយបានជាគេត្រូវការឲ្យប្រព័ន្ធសហប្រជាជាតិដើម្បីមករៀបចំស្ដារប៉ុន្តែហេតុអីបានជាប្រព័ន្ធសហប្រជាជាតិមកស្ដារហេតុអ្វីមិនរងចាំរដ្ឋាភិបាលកម្ពុជាថ្មីនោះធ្វើតែឯងទៅចាំបាច់មានប្រព័ន្ធសហប្រជាជាតិអីជួយឆ្លើយសំណួរហ្នឹងណាទី2ស្ដារហើយគឺប្រព័ន្ធសហប្រជាជាតិនេះត្រូវកសាងប្រទេសកម្ពុជាឡើងវិញផងណែស្ដារហើយយើងស្ដារព្រែកហើយយើងត្រូវបើកមុខទឹកផងឲ្យទឹកចូលបើស្ដារទន្លេហើយត្រូវបើកមុខទឹកផងឲ្យទឹកចូលបើស្ដារពាងហើយត្រូវរកទឹកដាក់ពាងផងកុំឲ្យតែស្ដារហើយអត់យកទឹកទៅដាក់ផងមានទឹកដាក់ប្រើអញ្ចឹងស្ដារប្រទេសកម្ពុជាទាំងសសរស្តម្ភទាំងសមាជិករបស់ជាតិហើយចាប់ដើមទៅជែកគ្នាអំពីការកសាងកម្ពុជាឡើងវិញពាក្យការកសាងកម្ពុជាឡើងវិញកសាងអីគឺកសាងសសរស្តម្ភនឹងកសាងសមាជិកនឹងដដែលនៅទីហោថាបូរណភាពទឹកដីធ្វើយ៉ាងម៉េចអាចរក្សាការពារទឹកដីនឹងកុំឲ្យបាត់បង់កុំឲ្យគេកັບកេងបានណែអាមួយស្ដារគឺយកមកវិញអាពីរគឺកសាងគឺថែរក្សាការពារកុំឲ្យបាត់បង់សារជាថ្មីអធិបតេយ្យភាពក៏អញ្ចឹងដែរស្ដារអធិបតេយ្យគឺបង្កើតឯករាជ្យឲ្យខ្មែរ UN គឺជាអ្នកធ្វើហើយកសាងឯករាជ្យគឺធានាការពារមិនឲ្យឯករាជ្យនឹងត្រូវបានគេលេបប្របាក់ទៅវិញពលរដ្ឋដូចគ្នា
ការកសាងប្រជាពលរដ្ឋដូចគ្នាបើកាលណាយើងកសាងប្រទេសត្រូវកសាងប្រជាពលរដ្ឋយកពលរដ្ឋជាជនភៀសខ្លួនត្រឡប់មកវិញហើយការស្ដារនឹងយកពលរដ្ឋវិញតែពេលពលរដ្ឋមកហើយត្រូវតែរៀបចំផ្ទះសម្បែងឲ្យគាត់កសាងហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងផ្លូវថ្នល់មន្ទីរពេទ្យសាលារៀនឲ្យគាត់កសាងធនធានមនុស្សគឺកសាងប្រជាពលរដ្ឋសសរស្តម្ភរបស់ជាតិគឺកសាងនយោបាយប្រជាធិបតេយ្យកសាងសេដ្ឋកិច្ចគឺសេដ្ឋកិច្ចទីផ្សារសេរីកសាងវប្បធម៌គឺប្រជាពលរដ្ឋរស់រៀនបាននឹងវប្បធម៌រលត់ជាតិរលាយប៉ុន្តែសំណួរហេតុអ្វីបានជាត្រូវបង្កើតប្រព័ន្ធសហប្រជាជាតិដើម្បីស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញសភាឆ្លើយមុនបងមិនតែចោះណាសភាតាមកំណត់សភាហេតុអីបានជានៅក្នុងឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះតម្រូវឲ្យប្រព័ន្ធសហប្រជាជាតិមួយជាអ្នកមករៀបចំស្ដារនិងកសាងកម្ពុជាឡើងប្រព័ន្ធសហប្រជាជាតិបាននេះមិនមែនមកតែមួយទេមិនមកតែស្ថាប័នមួយទេគឺមកជាក្រុមអង្គការសហប្រជាជាតិតែម្ដងគេមកប្រហែលជាជិត40ស្ថាប័នបងប្អូនឥឡូវនេះនៅសល់28គេដកចេញអស់មួយចំនួនហើយដោយសារខ្មែរយើងអត់ចេះប្រើដោយសារតែខ្មែរយើងអត់ដឹងថាគេមកតែឥឡូវនៅអត់ទាន់អស់ឱកាសទេនៅសល់28ស្ថាប័នទៀតអត់ទាន់ចេញទៅទេណាបងប្អូនណាតែអត់ដឹងបើកាលណាបងប្អូនអត់ដឹងចាប់ហើយយើងដោះឥឡូវប្រព័ន្ធសហប្រជាជាតិហេតុអីបានជាត្រូវការប្រព័ន្ធសហប្រជាជាតិបងជឿបានជាការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញត្រូវតែធ្វើតាមប្រព័ន្ធសហប្រជាជាតិព្រោះមូលហេតុសំខាន់ទី1គឺរបបដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការសក្តិភូមិនៅមុន1991ដោយការស្ដារនិងការកសាងធ្វើតាមយួនធ្វើតាមចិនធ្វើតាមអាមេរិកកាំងគឺខ្មែរបន្តធ្លាក់ចូលទៅក្នុងចំនួនភូមិសាស្ត្រនយោបាយធ្លាក់ចូលទៅក្នុងសង្គ្រាមអក្រិតកម្មធ្លាក់ចូលទៅក្នុងសង្គ្រាមឈ្លានពានពីបរទេសនិងធ្វើឲ្យការដឹកនាំកុម្មុយនីសផ្ដាច់ការសក្តិភូមិនឹងគឺអាចសម្លាប់ពលរដ្ឋនឹងកើតនៅអំពើប្រល័យពូជសាសន៍អំពើប្រឆាំងជាមួយនឹងមនុស្សជាតិធ្ងន់ធ្ងរតែបរទេសទាំងនោះតែងតែគេថាគេមកជួយកម្ពុជាគេមកផ្ដល់ជំនួយឬក៏គេមកកសាងគេមកស្ដារគេមកអភិវឌ្ឍខ្មែរតែអភិវឌ្ឍដែលធ្វើឲ្យធ្លាក់ចូលទៅក្នុងរបបនិងព្រឹត្តិការណ៍អតីតកាលអញ្ចឹងនេះគឺជាហេតុផលទី1ដោយសារតែបទពិសោធន៍ដែលបានកើតឡើងចំពោះកម្ពុជាមុន1991ទី2គឺដោយសារតែយន្តការរបស់អង្គការសហប្រជាជាតិគឺមានប្រព័ន្ធនៃការគោរពសិទ្ធិមនុស្សរួចជាស្រេចដែលវាត្រូវជាមួយនឹងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្មែរត្រូវតែជាសេដ្ឋកិច្ចតាមបែបទីផ្សារសេរីចាកុំភ្លេចណាបងប្អូនគឺសេដ្ឋកិច្ចរបស់ខ្មែរគឺជាសេដ្ឋកិច្ចដឹកនាំតាមបែបទីផ្សារសេរីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ1991អញ្ចឹងសេដ្ឋកិច្ចទីផ្សារសេរីត្រូវមានការគោរពសិទ្ធិមនុស្សនៅក្នុងនោះអញ្ចឹងវាត្រូវគ្នាជាមួយនឹងប្រព័ន្ធសហប្រជាជាតិដែលជាប្រព័ន្ធមួយគោរពសិទ្ធិមនុស្សហើយពេលដែលគោរពសិទ្ធិមនុស្សទៅគឺនឹងមិនធ្វើឲ្យរាល់ការស្ដារនិងការកសាងកម្ពុជាឡើងវិញវិលត្រឡប់ទៅរកដូចមុន1991នឹងទេចាអញ្ចឹងនឹងគឺជាគន្លឹះទី2ហើយកន្លឹះទី3គឺដោយសារតែប្រព័ន្ធសហប្រជាជាតិគឺជាប្រព័ន្ធមួយដែលអព្យាក្រឹតហើយធ្វើជាប្រព័ន្ធមួយដែលសម្រាប់ឲ្យផាត់លេខីផ្សេងគឺជាអ្នកចូលរួមឬយើងហៅថាជាអ្នកដែលចូលមកហើយប្រព័ន្ធសហប្រជាជាតិគឺគេជាអ្នកប្រមូលដើម្បីផ្គត់ផ្គង់ដល់ការស្ដារនិងការកសាងកម្ពុជាឡើងវិញអញ្ចឹងអង្គការសហប្រជាជាតិដែលគេមានទាំងការគោរពសិទ្ធិមនុស្សដែលគេមានទាំងលទ្ធភាពមានទាំងសមត្ថភាពមានទាំងយន្តការតូចៗនៅក្នុងការចូលរួមអភិវឌ្ឍសពគ្រប់បែបយ៉ាងចង់រឿងសេដ្ឋកិច្ចគឺអង្គការសហប្រជាជាតិមានផ្នែកសេដ្ឋកិច្ចចង់រឿងវប្បធម៌អង្គការសហប្រជាជាតិមានផ្នែកវប្បធម៌ឧទាហរណ៍ដូចជា UNESCO
ផ្នែកវប្បធម៌ផ្នែកអប់រំចង់ផ្នែករៀបចំពលរដ្ឋចង់ផ្នែកសេដ្ឋកិច្ចនិងចង់ផ្នែកនយោបាយសន្តិសុខសន្តិភាពគឺអង្គការសហជីវជាតិគេមានប្រព័ន្ធនឹងរួចស្រេចអញ្ចឹងរាល់ជំនួយចូលមកឆ្លងកាត់ប្រព័ន្ធសហប្រជាជាតិនោះគឺជាការធានាមួយថាធ្វើឲ្យខ្មែរអាចធ្វើជាម្ចាស់នៃជោគវាសនាផ្នែកសេដ្ឋកិច្ចរបស់ខ្មែរជោគវាសនាជាតិខ្មែរបានអញ្ចឹងកលឹះទី3ដែលខ្ញុំចង់បញ្ជាក់ខ្លីហ្នឹងថាដោយសារតែអង្គការសហប្រជាជាតិមានលទ្ធភាពនិងមានសមត្ថភាពហើយជាយន្តការដែលអាចប្រមូលបាននៅការផ្ដល់ជំនួយពីភាគីហត្ថលេខីហើយយកមកកសាងយកមកស្ដារកម្ពុជាជាការស្ដារមួយដែលគោរពឲ្យបាននៅអធិបតេយ្យភាពគោរពឲ្យបាននៅសិទ្ធិមនុស្សហើយជាប្រព័ន្ធមួយដែលអភិក្រិតយើងមើលប្រព័ន្ធសហប្រជាជាតិចូលភ្លាមគឺខ្មែរអត់មានធ្លាក់ចូលក្នុងចំនួនភូមិសាស្ត្រនយោបាយឬក៏បរទេសណាហ៊ានមកវាប្រហារថាអ្នកឯងនៅជាមួយអង្គការសហប្រជាជាតិអញត្រូវតែលើកទ័ពໄວអញត្រូវតែកំទេចសេដ្ឋកិច្ចខ្មែរគឺអត់ទេផ្ទុយទៅវិញហ៊ានតែជាមួយនឹងបរទេសណាមួយជាបរទេសដែលសេរីដែលដឹកនាំសេដ្ឋកិច្ចទីផ្សារសេរីក៏ដោយក៏ខ្មែរក៏ត្រូវតែបានគេសំពងដោយការយកលេសថានឹងនាំឲ្យមានជំនួបភូមិសាស្ត្រនយោបាយអញ្ចឹងខ្ញុំមាន3ហេតុផលប៉ុណ្ណេះបងប្អូនពីទីក្រុងកំពតឥឡូវនេះនៅផ្ទះបងអូនននពេជ្រហើយបងអូនននពេជ្រហ្នឹងគាត់ធ្វើប្រភូមិព្រះភូមិនៅស្រុកយើងអ្នកខ្លះហៅចាត់ដីក៏បានណាគេយកទៅធ្វើចាត់ដីដាក់ធាតុអញ្ចឹងអ្នកកពតបើធ្វើការអីណាបើនៅមានតម្រូវការអីអ្នកស្នេហាជាតិនៅស្រុកកពតនេះមានអ្នកធ្វើប្រភូមិនេះឬក៏ធ្វើចិត្តដីសម្រាប់ដាក់ធាតុរបស់ដូនតារបស់បុព្វការីជនរបស់អ្នកទាំងអស់គ្នាអាចតាក់ទងជាមួយនឹងបងអូនននពេជ្របានខ្ញុំសូមបញ្ជាក់ខ្លីទេហេតុអីបានជាត្រូវការប្រព័ន្ធសហប្រជាជាតិក្រោយអូនតាក់ចេញទៅក្រោយអូនតាក់បញ្ចប់ភារកិច្ចក៏ត្រូវបង្កើតនៅប្រព័ន្ធសហប្រជាជាតិមួយដើម្បីស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញកសាងស្ដារប្រទេសកម្ពុជាគឺស្ដារនិងកសាងទាំងបូរណភាពទឹកដីអធិបតេយ្យឯករាជ្យប្រជាពលរដ្ឋស្ដារកសាងទាំងនយោបាយសេដ្ឋកិច្ចហើយនិងវប្បធម៌ណាទាំងសមាជិករបស់ជាតិទាំងសសរស្តម្ភរបស់ជាតិហេតុផលច្រើនសភាបានបញ្ជាក់ហើយខ្ញុំគ្រាន់តែបន្ថែមនៅកណ្ដុះខ្លះឲ្យបងប្អូនចាប់ពាក្យឲ្យជាប់ទេណា1ពីព្រោះមន្ត្រីមេដឹកនាំខ្មែរ93ពេលដែលឡើងមកកាន់ការប្រទេសព្រាហ្មណ៍ពួកគាត់ភាគច្រើនគឺជាពួកអាយ៉ងយួនជាពួកអាយ៉ងចិនអាយ៉ងអាមេរិកអាយ៉ងបារាំងអាយ៉ងបរទេសពួកគេភាគច្រើនជាចារកិច្ចបរទេសហើយបទពិសោធន៍ពួកគេគឺជាបទពិសោធន៍ផ្ដាច់ការដឹកនាំរស់នៅក្រោមរបបផ្ដាច់ការរស់នៅដឹកនាំតាមរបបកុម្មុយនីសផ្ដាច់ការរស់នៅដឹកនាំតាមបែបសក្តិភូមិកុម្មុយនីសផ្ដាច់ការគឺពួកគេគិតតែពីសម្រាប់គ្នាដណ្ដើមអំណាចពួកគេគិតតែពីរំលោភសិទ្ធិមនុស្សពួកគេគិតតែពីការបរទេសរៀងៗខ្លួនដូច្នេះប្រព័ន្ធសហប្រជាជាតិត្រូវបង្កើតឡើងដើម្បីជាមធ្យោបាយដើម្បីកាត់ផ្ដាច់ដើម្បីទប់ស្កាត់កុំឲ្យរបបផ្ដាច់ការកុម្មុយនីសសក្តិភូមិរបបអាយ៉ងបរទេសនឹងរបបរំលោភសិទ្ធិមនុស្សនឹងវិលត្រឡប់មកវិញឬក៏มันអាចឲ្យរបបផ្ដាច់ការកុម្មុយនីសបន្តសកម្មភាពរបស់ខ្លួនបន្តទៀតនេះហើយដែលតម្រូវឲ្យមានប្រព័ន្ធសហប្រជាជាតិដើម្បីជួយអន្តរាគមន៍បងចាកុបជេមបងកាតកុល2ដែលត្រូវការប្រព័ន្ធសហប្រជាជាតិនេះព្រោះប្រទេសកម្ពុជាការស្ដារនិងការកសាងកម្ពុជាឡើងវិញគឺតាមបែបប្រជាធិបតេយ្យសេរីពហុបកតាមបែបទីផ្សារសេរីអញ្ចឹងមានតែប្រព័ន្ធសហប្រជាជាតិទេដែលមានលទ្ធភាពនិងសមត្ថភាពនៅក្នុងការគៀងគរធនធានទាំងលុយធនធានបច្ចេកទេសធនធាននានានៅក្នុងការកសាងនិងស្ដារប្រទេសនេះមិនឲ្យមានវត្តមាននៃជនប្រឆាំង
รัฐเพียบนึงสมัติเพียบระบอบองค์การสหประชาชาติเกมเมียนกบวนของการเคียงโกสมัยจาก190 ปีประเทศนั้นเลยปี6โลกในปีปัจจุบัน190 ปีประเทศขนมการเคียงโกในยุนการเนี่ยจากยูเนสโกก็มายูเนเซก็มา UNDP UNAID UN องค์การสหประชาชาติตามจุดนี้ในมวยตามดำเนินการจัดแสดงแต่ปูรัฐไม้ได้รัฐาไปบาไม้จากบานกัมพูชีตระการนี้จะรอดจังเก็บเป็นจุ่มด้วยอุดมสนองกาเก็บเป็นเนี่ยได้กาผู้เสกเก็บเป็นคณะกรรมการสถิติมนุษย์เก็บเป็น UPR คือเก็บเป็นจุ่มประป้อนนี่แต่รอดโจมากัมพูชีสัปดาห์นั้นก็สร้างกัมพูชีเราเป็นตระกาเศรษฐกิจศาสตร์อะไรตระกากรมหุ่นจังเก็บเป็นจุ่ม UNPO ได้เก็บจุ่มเลี้ยงค้างอุตสาหกรรมเก็บจุ่มเลี้ยงค้างเศรษฐกิจ UNDP จุ่มเลี้ยงค้างเรียบจอมเหตุการณ์รัชนาสมบัติดอกนุ่มซ่องที่เรียกการเปลี่ยนในร้อนตลาดเพียบในการอภิวัตหลักบ้องสพอกัดเตนี่คือจะให้พอดีปีรัฐเพียบหนึ่งสมัติเพียบระบบองค์การสหประชาชาตินี่ที่นี่การเปลี่ยนบ้านต่างนี้จะรอดที่นี่การเปลี่ยนบ้านอย่างประชาธิปไตยที่นี่การเปลี่ยนบ้านอย่างสถิติเสรีภาพที่นี่การเปลี่ยนบ้านอย่างกล้าเรียบจอมประปวนสถิติมนุษย์ในกัมพูชีในขนมกำลังเป็นในการสร้างก่อสร้างกัมพูชีเลยก็เรื่องที่ไปจนรวมเพื่อสร้างเพื่อได้ในเยี่ยมปีรูปเบียบได้ประปวนสหประชาชาติโดยการหมอนูได้ขมายของการสร้างในการก่อสร้างประเทศกัมพูชีหลังไปการได้กัมพูชีคือจับดาวบังการระบอบไม่มุ่ยมันอาโชใจครูไอเกตรกาจนตุลจังบูละให้แต่ตรกาประปวนสหประชาชาติดำไปมาสร้างก่อสร้างกัมพูชีหลังไปปีพูดไหนเฮ้ยหนักโคมต้นเด้อปนโอนไหนโอนไหนโอนโอนเชื่อนักขนมกันลื่นนี่คือจังเหมือนแจกฮะประปวนสหประชาชาติเราก้าวออฟจะมวยรัฐาไปบ่าวทำไมไปพูดรัฐาบ่าวทำไมนี่คือทำไมนะรัฐาบ่าวทำไมคือทำไมนะคือนึกไม่จังเก็บปลาประปวนสหประชาชาติทำไมอ้อมหรือก็ช่วยปงเรื่องเนี่ยประหยัดกระลาบาตีมวยนะอาตีมวยคือเมนประปวนสหประชาชาติได้น้องอเมริกาอาภิวัตเตอร์โรประเทศไทยอาภิวัตเตอร์โรทีมสาวสมัยอาภิวัตเตอร์โรการกรมสนุคืออยู่อันตัวเขาถือตัวหลักทุนไอแต่มวยนี่ออตีคือเกตเราแต่เนื้ออ้อมจะมวยนึงหมดใจรัฐาปากแม่นี่ให้คือเชื่อหมดสูบายนี่ให้คือเชื่อไปทีศาสตร์ได้ดำเนินเอาองค์การสหประชาชาติเราแต่หมออันตราคุมช่วยสร้างก่อสร้างกัมพูชีหลังไปแต่อ้อระยะเป็น3-3 ឆ្នាំហើយតើបងប្អូនដែលស្គាល់ក្រុមស្ថាប័នអង្គការសហប្រជាជាតិដែលមកធ្វើការងារនៅស្រុកខ្មែរទេខ្ញុំមិនបានជូនបងប្អូនឲ្យមើលទាំងស្រុងទេប៉ុន្តែបងប្អូនជួយមើលណាជួយមើលឲ្យបងប្អូនបានមើលទំព័រអង្គការសហប្រជាជាតិនេះបងប្អូនណាដោយខ្ញុំមិនបានទៅបញ្យលមួយទេប៉ុន្តែនេះគឺបងប្អូនអាចទៅមើលដាក់ថា cambodia.un.org បងប្អូនវាយ UN នេះ cambodia.un.org នេះគឺបងប្អូននឹងឃើញអំពីប្រព័ន្ធសហប្រជាជាតិឈ្មោះថា United Nations Cambodia អង្គការសហប្រជាជាតិកម្ពុជាណាបងសុតអរុននេះអញ្ចឹងបងប្អូនអាចមើលឃើញអំពីប្រព័ន្ធនេះឲ្យទាំងអស់28អង្គការសហប្រជាជាតិណា28អង្គការសហប្រជាជាតិលោកពូជំរាបសួរទាំងអស់គ្នាលោកពូអាចជជែកគ្នាមុនបន្តិចទៅណាឲ្យបានស្គាល់គ្នាសុខសប្បាយទៅជជែកគ្នាបានស្គាល់គ្នាមុនទៅកន្លះម៉ោងទៀតខ្ញុំចប់ពីនេះទៅបានជជែកគ្នាបាទបងសុតអរុនរះបងប្អូនបានប្រាប់បងហើយថាអ្នកទាំងអស់គ្នាជាអ្នករៀនសូត្រខ្ញុំបាននាំឲ្យអ្នកទាំងអស់គ្នាស្គាល់តួនាទីខ្លួនឯងបងគៀងហុង UN1 UNDP គឺនៅម្ដុំបឹងកេងកង
UNICEF នៅម្ដុំទូតបារាំងនៅម្ដុំពេទ្យកាឡាម៉ែត UNESCO នៅមុខវាំងណាឥឡូវហ្នឹងមាន UNESCO នៅនៃម្ដុំវិមានឯករាជ្យផ្ទះលោកហ៊ុនសែននៅវិមានឯករាជ្យនៅភ្នំពេញ UNFPA នៅម្ដុំបឹងកេងកងដែរ UNHCR ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅឯច្បារអំពើគល់ស្ពានច្បារអំពើផ្លូវមករវត្តសន្សំកសលមករមន្ទីរពេទ្យរុស្ស៊ីអាផ្លូវ271ហ្នឹងចេញពីគល់ស្ពានហ្នឹងតិចមកប្រហែលជាដើរ1នាទីដល់ហើយខាងស្ដាំដៃចិត្តដល់ស្ទប់បំបែកបឹងទំពុនណាបងកងវេតបងសារ៉ាន់ UN ណាទៀតត្រកូលគ្រួសារ UN ភាគច្រើនគឺនៅផ្សារបឹងកេងកងហ្នឹងតែម្ដងបងប្អូនជិតប្រហែលជាផ្ទុំ10ស្ថាប័នហើយ UN Women UN IFPA នៅជាមួយគ្នាណាហើយ UNAIDS នៅម្ដុំវាមានឯករាជ្យដែរប៉ុន្តែផ្លូវមកម្ដុំកន្លែងគេបាញ់បងជាវិជាគឺម្ដុំវត្តលង្កាទៅរទៅតកូ UN ហ្នឹងនៅក្បែរហ្នឹងខ្ញុំដើរទៅបងប្អូនវិញផ្លូវក៏ដើរបុកទៅអាគារ UN ដែរទៅសាកដល់បឹងកេងកងដើរឲ្យធ្វើវិញក៏បើដើរឲ្យដងផ្លូវអត់យល់ទេដើរឲ្យធ្វើជាវិញផ្លូវមកដើរបុកអាគារ UN ហ្មងម៉ាំងពងស្ងាស់ឃើញហ្មង UN មែនទេសូហ្វីឥឡូវថាមិនស្គាល់ UN ឲ្យដល់ប្រាប់គេថាដាក់ខ្ញុំនៅផ្សារបឹងកេងកងឲ្យដើរឲ្យវិញផ្លូវដើរជន់អាគារ UN វាពោះវារាប់20ស្ថាប័ន10ជាង20ស្ថាប័ននៅហ្នឹងណាមិនទីណាដើរហ្នឹងបុកក្បាលជាមួយនឹងអាគារ UN ឡើយហ្នឹងបងសុទ្ធរុននេះកុំថារ UN ឃើញនោះដល់ទៅវានោះគេថាចូលនេះបងរមឃើញឥឡូវដើរឲ្យវិញបើថាដើរដងផ្លូវអាហ្នឹងថារមឃើញតែដើរឲ្យវិញផ្លូវក៏រឃើញដែរអញ្ចឹងតបានហើយណាបងប្អូនណាអញ្ចឹងប្រឹងណាប្រឹងយើងចោះយើងប្រើ UN យើងប្រើអង្គការសហប្រជាជាតិឲ្យរបៀបណាថាយើងដំបូងស្គាល់អញ្ចឹងមកអានសេចក្តីថ្លែងការណ៍វិការស្រានការកសាងកម្ពុជាឡើងវិញតែពីទំព័រកន្លះតើអានទៅឃើញទួនាទីរបស់ UN នៅស្រុកខ្មែរហើយបើអានបានមាត្រាទី3មាត្រាទី5កិច្ចព្រមព្រៀងតាក់ទិនអធិបតេយ្យឯករាជ្យមរណភាពហ្នឹងអាហ្នឹងឃើញមិនមែនតកោ UN នៅស្រុកខ្មែរទេឃើញតកោ UN នៅលើពិភពលោកទៀតដែលត្រូវតែមកជួយខ្មែរដែលត្រូវតែមកកសាងខ្មែរមានអ្នកខ្លះថា UN ចេញទៅហើយអត់ទេ UN នៅពេញស្រុកខ្មែរហើយ UN នៅលើពិភពលោកក៏អត់អាចចេញពីស្រុកខ្មែរបានដែរណាតោះឥឡូវខ្ញុំសូមបន្តដំណើរទៅមុខទៀតហើយណាបងប្អូនណាសុភាយើងចូលទៅដល់មាត្រាទី5ហើយសូមមើលតិចសង្ខេបប៉ុន្តែយើងចូលមាត្រាទី5បងប្អូនមាត្រាទី4ដែលពួកខ្ញុំមិនសូវមិញនោះដោយសារតែប្រវត្តិសាស្ត្រសល់ពីថ្ងៃសប្តាហ៍មុនមកហើយអញ្ចឹងឃ្លាទាំងអស់នេះមិនពិបាកយល់ទេប៉ុន្តែសូមបញ្យល់ខ្ញុំសិនមិញបញ្យល់ដូចនៅលើឡានណាអង្គុយដែរអូមែនអាឡៃតាអាញាធមមកដល់ទៅមកបែកកម្មដ្ឋានអស់ទៅអញ្ចឹងហ៎អត់បែកទេអត់បែកទេតែបងប្អូនអាចបែកពេលចុងមកនោះបងប្អូនទាទៅមើលជាមួយអាញាធមចាបងប្អូនបងប្អូនខ្ញុំប្រាប់បងប្អូនថាទីសម័យរឿងសម័យណាតែខ្ញុំក៏ប្រាប់បងប្អូនថាទី1យើងបែងចែកតួនាទីគ្នាធ្វើបងស្រូនជួបមកអាញាធននិយាយគ្នាទៅពពោះព័ត៌មានអំពីពួកយើងហ្នឹងគឺខេត្តតាកែវមានស្ដាប់ហើយអញ្ចឹងវាអត់មានអីត្រូវជជែកគ្នាច្រើនវែងឆ្ងាយហើយទី2គឺយើងបែងចែកតួនាទីគ្នាត្រង់ថាយើងបន្តបញ្យលខ្លឹមសារហើយចាំឲ្យបងស្រូនមកបច្ចុប្បន្នភាពពួកយើងអត់ចង់ថាបើយើងអត់ទាន់បានជជែកជាមួយនឹងគ្នាផងវាទៅជាមានរឿងផ្សេងណាគេចង់ឲ្យវាមានរឿងទៅជារឿងតូចប៉ុណ្្នឹងឯងសម័យឥឡូវនឹងផ្ទះអូនននពេជ្រនៅចិត្តផ្លូវអាទិភ្លើងចន្លោះផ្លូវអាទិភ្លើងនេះស្ពាននេះគេនេះហៅស្ពានអីបាទនេះគឺនៅជាប់គល់ស្ពានព្រះពន្លាតែម្ដងណាបងប្អូនមកដល់គល់ស្ពានព្រះពន្លាហ្នឹងឃើញនេះឃើញព្រះភូមិនេះឃើញចេតិយនេះមកដល់ឃើញហើយផ្ទះប្អូនបាទមកពីភ្នំពេញខាងស្ដាំដៃបើមកពីកំពតខាងឆ្វេងដៃណាបងប្អូនអញ្ចឹងនៅជាប់ស្ពានព្រះពន្លានៅស្រុកបងហៅថាស្ពានព្រះពន្លាហើយនៅចន្លោះផ្លូវអាទិភ្លើងណាបងប្អូនបាទនេះនៅទីនេះមានផ្លូវអាទិភ្លើងកាត់ផ្លូវជាតិលេខ3ហ្នឹងអញ្ចឹងស្ពានព្រះពន្លានៅគល់ស្ពានព្រះពន្លាហ្នឹង
ហើយថ្ងៃហ្នឹងក៏ឮសូរថាអាជ្ញាធរមកដែរគឺសង្កាត់ដោយសារបងពេជ្រសុនីបងននពេជ្រអំបញ្ញវិញម្ចាស់ផ្ទះនេះគឺបានអញ្ជើញទាំងមេប៉ុស្តិ៍អញ្ជើញទាំងមេភូមិអញ្ជើញទាំងក្រុមប្រឹក្សាឃុំមកណាហើយសង្ឃឹមថាគាត់មកហ្នឹងមកជាណាមិនមែនមកឈឺព្រោះយើងមករៀនច្បាប់ហើយបងននពេជ្របងពេជ្រសុនីលពូផុកស៊ីផាន់នេះគាត់មិនបានទៅសុំច្បាប់ឬក៏សុំអនុញ្ញាតពីមន្ត្រីទេព្រោះពលរដ្ឋរៀនច្បាប់ហើយអ្នកបង្រៀនច្បាប់ក៏ពលរដ្ឋដែរពលរដ្ឋបង្រៀនពលរដ្ឋអញ្ចឹងយើងមិនមែនជាអង្គការមិនមែនជាក្រុមហ៊ុនមិនមែនជាគណៈបកនយោបាយទេណាបងប្អូនបងកងវិតបើសិនមិញហ្នឹងអាជ្ញាធរខេត្តតាកែវហ្នឹងក៏គាត់សួរបន្តិចដែរសួរថាខ្ញុំហ្នឹងរៀបចំហ្នឹងមិនក៏មិនជូនមិនក៏មិនសូមអនុញ្ញាតពីអាជ្ញាធរខេត្តខ្ញុំថាខ្ញុំសូមកាត់បងសិនបងនិយាយបាញ់មិញហ្នឹងអត់ត្រូវទេទី1មិនមែនខ្ញុំជាអ្នករៀបចំទេអាហ្នឹងបងច្បាស់ណាទី2គឺម្ចាស់ផ្ទះគឺបងសន្សើមផ្កាព្រៃជាអ្នករៀបចំអាហ្នឹងបងដឹងច្បាស់ណាហើយទី3បងសន្សើមផ្កាព្រៃហៅនរណាមកក៏ហៅទៅគឺខ្ញុំមិនបានកំណត់ឲ្យគាត់ហៅទេនេះបងឲ្យដឹងច្បាស់ណាហើយទី3ខ្ញុំមកហ្នឹងចូលជាភ្ញៀវដែរជាភ្ញៀវរបស់បងសន្សើមផ្កាព្រៃដែរនេះឲ្យបងដឹងច្បាស់ណាហើយទី5គឺពលរដ្ឋខ្មែរមានសិទ្ធិជួបជុំអញ្ចឹងគេណោះខ្ញុំឃើញខ្ញុំចឹងអស់ឡើងកន្លែងតាប៊ីយ៉ានៅទល់មុខផ្ទះនោះមើលគេលេងប៊ីយ៉ាណោះគ្នាជិត30នាក់គេលេងមុខប៊ីយ៉ាគ្នាជិត30នាក់ហើយពួកខ្ញុំនោះ4 10នាក់ទេនេះមួយទី2ពួកគេជប់លៀងគេផឹកស៊ីចឹងពលរដ្ឋខ្មែរមានសិទ្ធិជួបជុំអញ្ចឹងខ្ញុំជួបជុំរបៀបពួកខ្ញុំជួបជុំនិយាយជជែកអំពីច្បាប់ណែព្រោះពលរដ្ឋខ្លះគេជួបជុំទៅជែកអំពីរឿងបុណ្យសពបុណ្យ7ថ្ងៃបុណ្យ100ថ្ងៃពិធីមង្គលការអីពិធីបុណ្យនានារបស់គ្រួសារគេពួកខ្ញុំនិយាយពីច្បាប់នេះក្បួននិយាយណាបងឆោមសាវីនបងផានតែពួកខ្ញុំធ្វើហ្នឹងគឺអញ្ចឹងនៅថ្ងៃនេះមកប្រហែលជាមកណាឮសូរថាមេប៉ុស្តិ៍អីក៏អាចនឹងមកក្រុមប្រឹក្សាឃុំឬក៏ចៅសង្កាត់អីក៏អាចនឹងមកព្រោះគាត់ថាគាត់នឹងមកតែជាក់ស្ដែងចាំមើលមកឬក៏មិនមកហើយសំខាន់ជាងគេគឺម្ចាស់ផ្ទះទេមិនមែនពួកខ្ញុំទេពួកខ្ញុំមិនដែលទៅប្រាប់គាត់ហ្នឹងហៅបុគ្គលនេះហៅបងនេះហៅអូននេះមកអត់ទេណានិមិញនុតរឿងគឺហៅនរណាក៏បានដែរឲ្យតែចង់រៀនបើអត់ចង់រៀនក៏មកណាចាំបានណាហ្នឹងហើយកុំបារម្ភពេកអរគុណណាស់ដែលអ្នកទាំងអស់គ្នានៅតែបារម្ភពីព្រោះវាអត់បារម្ភវាអាចនឹងភ្លាត់ដែរតែបារម្ភហ្នឹងបារម្ភដោយបញ្ញាផងនៅបងអាទិត្យច័ន្ទដឹងថាបងមិនបានចូលរួមទេថ្ងៃនេះប៉ុន្តែមិនអីទេខ្ញុំនៅតែមកដល់ស្រុករបស់បងអញ្ចឹងពួកយើងម្នាក់មានរវល់រៀងខ្លួនមានរឿងរ៉ាវរៀងខ្លួនណាតការជួបជុំមិនខុសច្បាប់ទេប៉ុន្តែកាយវាចាចិត្តយើងមួយចំនួនបើយើងក្អេងក្អាងពេកវាទៅជាវាមិនខុសច្បាប់ដោយសារការជួបជុំទេប៉ុន្តែខុសច្បាប់ដោយសារតែភាពក្អេងក្អាងរបស់យើងដូចជាដេញគាត់ទៅវិញជេរគាត់វាយប្រហារគាត់ចោទប្រកាន់គាត់នឹងឯងដែលខុសនោះណាយើងទៅជាអាជ្ញាធរគេថាជាឬក៏ដេញគាត់គឺអាជ្ញាធរចោទប្រកាន់យើងថារំខានជារកិច្ចអាជ្ញាធរឥឡូវហើយអញ្ចឹងឃើញគាត់មកមិនហៅគាត់ចូលពង្រៀនបើដេញអត់មានទេណាតោះឥឡូវនៅក្នុងមាត្រាទី4ការពុតគង់ភ័ស្តុភារឡើងវិញដល់កងកម្លាំងក្នុងរយៈពេលនៅក្នុងបន្ទាយអញ្ចឹងស្ថិតក្នុងបន្ទាយហ្នឹងអញ្ចឹងសុភាជួយបញ្ជាក់សង្ខេបនៅពីរបស់នេះបានន័យថាគឺការផ្ដល់នៅភ័ស្តុភារឡើងវិញនៅក្នុងកំឡុងពេលដែលកងទ័ពខ្មែរទាំងអស់គ្រប់ភាគីដាក់ចូលក្នុងបន្ទាយអ៊ុនតាក់ណាបងប្អូនណាខ្ញុំនិយាយអញ្ចឹងខ្ញុំមិនបានសួរទេតែពិតត្រូវសួរណាតែដើម្បីឲ្យអាចចូលដល់មាត្រាទី5អញ្ចឹងគឺបានន័យថាកំឡុងពេលដែលកងទ័ពខ្មែរទាំងអស់ចូលទៅក្នុងបន្ទាយអ៊ុនតាក់តើនរណាគេជាអ្នកគុតពងភ័ស្តុភារហើយភ័ស្តុភារនោះសំដៅទៅលើអ្វីខ្លះសូមជឿជាការសង្ខេបនៃមាត្រា4ដែលទាក់ទិននឹងការគុតគង់ភ័ស្តុភារឡើងវិញដល់កងកម្លាំងក្នុងរយៈពេលស្ថិតក្នុងបន្ទាយទី1អ្នកដែលគុតគង់នៅសម្ភារៈដល់យោធានៅក្នុងពេលស្ថិតនៅក្នុងបន្ទាយ
គឺអង្គការសហប្រជាជាតិបងប្អូនគឺអង្គការសហប្រជាជាតិគឺជាអ្នកផ្គត់ផ្គង់នៅរឿងនេះគឺនៅភស្តុភារយោធានានាហើយហេតុផលដ៏សំខាន់ដែលពួកយើងបានជជែកហ្នឹងទីមួយយោងតាមហេតុផលប្រវត្តិសាស្ត្រហើយថាអឺយោងតាមហេតុផលប្រវត្តិសាស្ត្រថាมันអាចឲ្យភាគីណាជាភាគីដែលជាអ្នកផ្ដល់នៅជំនួយនឹងហើយអាចនាំសន្តិសុខសន្តិភាពដល់កម្ពុជាទេផ្ទុយទៅវិញឆ្លងកាត់ប្រព័ន្ធសហប្រជាជាតិទើបអាចធ្វើឲ្យការរំសាយនៅកងកម្លាំងយោធាជំនួយយោធានឹងគឺអាចធ្វើទៅបានស្របតាមគោលដៅនិងគោលបំណងនៃកិច្ចព្រមព្រៀងទី2គឺជំនួយដែលត្រូវផ្ដល់ឲ្យដល់កងកម្លាំងក្នុងកំឡុងពេលស្នាក់នៅបន្ទាយនឹងទី1គឺត្រូវតែជាជំនួយទាំងឡាយដែលមិនមែនជាគ្រឿងប្រហារជីវិតដែលគ្រឿងប្រហារជីវិតហ្នឹងគឺរាប់បញ្ចូលទាំងអាវុធគ្រប់ប្រភេទទាំងអស់គ្រប់រំសេវនិងសម្ភារៈយោធានោះហើយគឺជាគ្រឿងដែលអាចប្រហារជីវិតដាច់ខាតមិនត្រូវឲ្យមានទី2ដោយបានបញ្ជាក់ក្នុងមាត្រា4នឹងហើយខ្ញុំគាត់តែអានជូនដោយលើកមកថាមានស្បៀងចាគឺអាហារណាស្បៀងទឹកមានសម្លៀកបំពាក់គឺខោអាវនឹងឯងថ្នាំពេទ្យសម្រាប់ព្យាបាលនិងការព្យាបាលជំងឺចាអញ្ចឹងនឹងប៉ុណ្ណឹងជាការសង្ខេបណាថាគឺអង្គការសហប្រជាជាតិជាអ្នកដែលផ្ដល់នៅផ្គត់ផ្គង់នៅជំនួយយោធាដល់កងកម្លាំងស្នាក់នៅក្នុងបន្ទាយហើយនឹងជំនួយទាំងអស់ហ្នឹងគឺដូចបានរៀបរាប់អំបញ្ញមិញមុននេះហើយហេតុអីបានអង្គការសហជីវជាតិត្រូវជាអ្នកផ្គត់ផ្គង់ទី1ហេតុផលប្រវត្តិសាស្ត្រមុន1991ទី2គឺអង្គការសហប្រជាជាតិគឺជាអ្នកដែលរៀបចំនៅការអនុវត្តនៅការរំសាយនៅកងកម្លាំងយោធាជំនួយយោធាសម្ភារៈយោធាគឺជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងការធ្វើទៅលើរឿងនេះអញ្ចឹងរាល់ជំនួយដែលត្រូវផ្ដល់មកនោះគឺត្រូវឆ្លងកាត់ប្រព័ន្ធសហជីវជាតិទើបមានសុខសន្តិភាពជាពិសេសគឺអាចអនុវត្តនៅការរំសាយកងកម្លាំងបានបងកម្ពុជាវាសនានោះទៅសភៅនៅក្រោយនៅឡើងបងប្អូនអញ្ចឹងមាត្រា4ដែលសរសេរអំពីការផ្គត់ផ្គង់ភស្តុភារឡើងវិញអ្នកដែលផ្គត់ផ្គង់ភស្តុភារឡើងវិញគឺអង្គការសហប្រជាជាតិហើយត្រូវមានយោធារបស់អន្តរជាអ្នកយោធារបស់អន្តរគឺជាអ្នកត្រួតពិនិត្យការផ្ដល់ភស្តុភារឡើងវិញហ្នឹងណានេះទី1ទី2ភស្តុភារនេះគឺដាច់ខាតត្រូវតែមិនផ្ដល់ជាភស្តុភារដែលជាគ្រឿងប្រឡ័យបើដែលជាគ្រឿងអាវុធគ្រាប់រំសេវនិងសម្ភារៈយោធាគឺអត់ឲ្យផ្គត់ផ្គង់ឲ្យទេប៉ុន្តែគេឲ្យផ្គត់ផ្គង់ត្រឹមតែជាអាហារទឹកសម្លៀកបំពាក់និងថ្នាំពេទ្យឡាក់ក៏ដូចជាការព្យាបាលជំងឺតែប៉ុណ្ណោះនេះមីងលងកំហួរយើងចាត់មេត្រា4នេះវាស្រាលទេប៉ុន្តែបើនិយាយពីប្រវត្តិសាស្ត្រគឺធ្ងន់ណាស់ដោយសារខ្ញុំបញ្យល់ប្រវត្តិសាស្ត្រច្រើនហើយអញ្ចឹងក្នុងកន្លែងហ្នឹងមិនបានបញ្យល់ប្រវត្តិសាស្ត្រជូនឡើងវិញទេតែសួរថាហេតុអីបានជាការផ្ដល់ភស្តុភារឡើងវិញនេះគឺត្រូវតែធ្វើឡើងដោយអង្គការសហប្រជាជាតិហើយហេតុអ្វីការផ្ដល់ភស្តុភារមិនឲ្យយកគ្រឿងប្រឡ័យណាស្រាប់ប្រវត្តិសាស្ត្រទៅដឹងហើយថាខ្មែរស្ថិតក្នុងចំនួនភូមិសាស្ត្រនយោបាយខ្មែរស្ថិតក្នុងសង្គ្រាមឈ្លានពានអញ្ចឹងបើកាលណាខ្មែរទទួលជំនួយយោធាពេលណាខ្មែរច្បាំងគ្នាពេលហ្នឹងឥឡូវកុំថាឡើយកាលជំនាន់អ៊ុនតាក់ចូលនេះ2024នេះសារឲ្យចិនប្រោជំនួយយោធាឲ្យខ្មែរនៅក្រៅស្រុកមកសារឲ្យយួនផ្ដល់ជំនួយយោធាឲ្យខ្មែរជាពលករនៅស្រុកថៃមកសាកលោមើលទៅបំផាលស្រុកខ្មែរទៀតឥឡូវ
បងឯនឹងបានអាពាកអញ្ចឹងចងខ្មែរកុំឲ្យច្បាំងគ្នាព្រោះបងប្អូនអត់ចាប់អារម្មណ៍ទេបើគ្មានឯកសារចងចេះទេអីចិនយួនអាមេរិកហ្នឹងសៀមហ្នឹងផ្ដល់ជំនួយឲ្យខ្មែរបីគ្នាទៀតមិនខានទេដូចភូមិឥឡូវអញ្ចឹងណាខ្មែរខ្លះកំពុងតែខឹងនឹងភាពក្រីក្រខ្មែរខ្លះកំពុងតែខឹងអំពីវិបត្តិដីធ្លីខ្មែរខ្លះខឹងអំពីការដឹកនាំតាមបែបផ្ដាច់ការខ្មែរខ្លះប្តឹងពីព្រោះតែបកពួកនិយមជ្រុលពេកអញ្ចឹងអាពួកបកែញុះហ្នឹងណាបើគេអាចញុះបានតាមអំពើចិត្តគេញុះទៀតតែដោយសារតែយើងមានឯកសារចងថាมันអាចផ្ដល់ជំនួយគុំថាឡើយជំនួយផុសភា សូម្បីតែបង្កើតមូលដ្ឋានយោធាណាឃើញមានការសង្ស័យថាចិនកសាងមូលដ្ឋានយោធានៅស្រុកខ្មែរណាអាមេរិកកំពុងតែស្រែកជប៉ុនអូស្ត្រាលីយួនកំពុងតែស្រែកគឺស្រែករឿងហ្នឹងឃើញទេចាប់បានទេនេះណាគ្រាន់តែជាចំណែកដ៏សំខាន់របស់កម្ពុជាថាខ្ញុំថាឡើយផ្ដល់ជំនួយផុសភាគ្រាន់តែកសាងមូលដ្ឋានយោធាហើយចិនថាកសាងឲ្យខ្មែរតើនេះមិនមែនចិនមកកសាងដាក់ខ្លួនឯងទេចិនថាកសាងឲ្យខ្មែរគ្រាន់តែប៉ុណ្្នឹងក៏អាមេរិកកាំងសំពងដែរហើយឥឡូវនេះរឿងប្រជាហ្វូណនខ្មែរថាកសាងអត់មានយកលុយចិនមកចាយទេអាហ្នឹងលុយរបស់ខ្មែរតើសូម្បីតែខ្មែរប្រកាសថាចាយលុយខ្លួនឯងកសាងប្រជាហ្វូណនតែចិនជាអ្នកកសាងគ្រាន់តែប៉ុណ្្នឹងយួនស្រែកពេញប្រទេសឃើញទេចាប់បានទៅនេះណាមេត្រាទី4ហ្នឹងមើលទៅស្រាលប៉ុន្តែរៀនប្រវត្តិសាស្ត្រមិនដឹងថាវាធួនប៉ុណ្ណាណាពាក្យគេថាឲ្យតែយោធាអន្តរជាតិអ្នកធ្វើផលិតផលវាបាទមើលវត្តសាស្ត្រទៅ991នោះដោយសារតែបរទេសដល់ផុសសភានឹងឯងតែខ្មែរស្ទើរតែបាត់បង់ពូជសាសន៍តែម្ដងណាកុំមើលងាយមេត្រា4លឺនៅបងប៊ុនថនចម្រើនលឺឬមិនលឺអូនិយាយប៉ុណ្្នឹងឲ្យមិនលឺទៀតអត់បានទេទៅដល់ផ្ទះហើយបងសន្សើមការព្រៃហើយបងម៉ែលីហ៊ូហើយបងម៉ៃយ៉ុងហើយបងខឹមសតវត្តហើយសុភាយើងនៅសល់ពេល15នាទីដែរអញ្ចឹងតោះយើងចូលសុំពឹងសុភាអានមេត្រាទី5ទាំងស្រុងតែម្ដងណាយើងអាចចូលទៅទៅបាត់ប្រឡាក់ពេកណាបងប្អូនអញ្ចឹងពួកខ្ញុំសូមបន្តចូលមកដល់មេត្រា5ដែលមេត្រា5នេះគឺមេត្រា5នេះគឺស្ថិតនៅក្នុងទំព័រ198ណាបងប្អូនខ្ញុំសូមចូលនៅខាងក្រៅបន្តិចព្រោះដោយសារឡើយរៀងគាត់បាសហើយនេះគឺជាកន្លែងដែលពួកយើងរៀបចំវគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅខេត្តកំពតណាបងប្អូនអញ្ចឹងសូមខ្ញុំសូមធ្វើការអានជូនបងប្អូននៅការបកស្រាយនៅត្រង់មាត្រា5ស្ថិតនៅទំព័រ198ហើយការអាននេះក៏ជូនដល់បងប្អូនដែលអត់ចេះអក្សរប៉ុន្តែអាចស្ដាប់យល់អាចស្ដាប់បានការអាននេះក៏ជូនដល់បងប្អូនដែលបងប្អូនទាំងឡាយដែលអត់ទាន់មានពេលវេលានៅក្នុងការអានណាបងប្អូនចឹងជូនបងប្អូនដឹងថាបងប្អូនដែលបានតែស្ដាប់តែមិនបានមានពេលអានចឹងខ្ញុំសូមអានជូនតែម្ដងនៅទំព័រ198មាត្រា5អរគុណលោកគ្រូចាអរគុណមាត្រា5ការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងរបស់បណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់គេ1ដើម្បីពង្រឹងទិសដៅនៃដំណោះស្រាយនយោបាយរួមបន្ថយគ្រោះថ្នាក់នៃការវិលត្រឡប់ទៅរកសង្គ្រាមឡើងវិញធ្វើឲ្យសភាពការសន្តិសុខមានស្ថិរភាពនិងកសាងជំនឿទុកចិត្តក្នុងចំណោមភាគីនៅក្នុងចំនួននោះ
ភាគីទាំងអស់សុខចិត្តយល់ព្រមឲ្យដំណើរការជាដំណាក់និងតុល្យភាពនៅការរំសាយកងកម្លាំងយោធារបស់ខ្លួនយ៉ាងតិច 70% ដំណើរការនេះនឹងត្រូវអនុវត្តសមស្របទៅនឹងផែនការលម្អិតមួយដែលត្រូវបានរៀបចំដោយអ៊ុនតាក់ដោយ ផ្អែកទៅលើព័ត៌មានដែលមានផ្នែកសំទោសដែលមានចែងនៅក្នុងមាត្រា1នៃឧបសម្ព័ន្ធនេះនិងដោយមានការពិគ្រោះគ្នាជាមួយបណ្ដាភាគីដំណើរការរំសាយនេះត្រូវធ្វើឲ្យហើយសពគ្រប់នៅមុនបញ្ចប់ការចុះបញ្ជីឈ្មោះសម្រាប់ការបោះឆ្នោតនិងនៅថ្ងៃណាមួយដែលត្រូវកំណត់ដោយតំណាងពិសេសរបស់លោកអគ្គលេខាធិការ 2. បណ្ដាភាគីកម្ពុជាបដិញ្ញាចិត្តដោយខ្លួនឯងរំសាយកងកម្លាំងរបស់ខ្លួនទាំងអស់ដែលនៅសេសសល់មុនឬក្រោយបន្តិចនៃការបោះឆ្នោតហើយបើនៅក្នុងកម្រិតណាការរំសាយទាំងស្រុងនោះมันអាចសម្រេចបានទេត្រូវគោរពប្រព្រឹត្តតាមនៅសេចក្តីសម្រេចណាដែលរដ្ឋាភិបាលថ្មីជាប់ឆ្នោតអនុវត្តយកកងកម្លាំងទាំងនោះបញ្ចូលទៅក្នុងកងទ័ពជាតិថ្មីជាផ្នែកឬទាំងស្រុងស្របតាមមាត្រាទី12នៃកិច្ចព្រមព្រៀងនេះដោយយោងទៅនឹងកថាខណ្ឌ1នៅពេលរំសាយកងកម្លាំងចប់សពគ្រប់ហើយភាគីកម្ពុជានិងតំណាងពិសេសរបស់លោកអគ្គលេខាធិការត្រូវអនុវត្តការពិនិត្យដោយម៉ត់ចត់ឡើងវិញនៅការដោះស្រាយចុងក្រោយនៃកងកម្លាំងដែលនៅសេសសល់នៅក្នុងបន្ទាយក្នុងទិសដៅកំណត់យកចំណុចណាមួយខាងក្រោមដើម្បីអនុវត្តក៏បើសិនជាភាគីទាំងឡាយយល់ព្រមបន្តធ្វើការរំសាយកងកម្លាំងដែលនៅសេសសល់ក្នុងបន្ទាយទាំងស្រុងឬមួយចំនួនជាការប្រសើរទៅមុនឬផ្ទុយទៅវិញក្រោយការបោះឆ្នោតបន្តិចតំណាងពិសេសនឹងរៀបចំប្រតិទិនមួយសម្រាប់ការងារនោះដោយពិគ្រោះជាមួយបណ្ដាភាគីខបើសិនជាការរំសាយទាំងស្រុងនៅកងកម្លាំងទាំងអស់ដែលនៅសេសសល់มันអាចប្រព្រឹត្តទៅបានមុនឬក្រោយបន្តិចនៃការបោះឆ្នោតនោះទេបណ្ដាភាគីត្រូវអនុវត្តឲ្យបាននៅការប្រគល់កងកម្លាំងដែលនៅសេសសល់ទាំងអស់របស់ខ្លួនក្នុងបន្ទាយទៅឲ្យរដ្ឋាភិបាលថ្មីជាប់ឆ្នោតស្របតាមមាត្រា12នៃកិច្ចព្រមព្រៀងនេះដើម្បីពិនិត្យបញ្ចូលក្នុងកងទ័ពជាតិថ្មីមួយភាគីទាំងឡាយបន្តយល់ព្រមថាកងកម្លាំងទាំងឡាយណាដែលមិនបានបញ្ចូលទៅក្នុងកងទ័ពជាតិថ្មីនោះនឹងត្រូវរំសាយជាបន្ទាន់ស្របតាមផែនការមួយដែលរៀបចំឡើងដោយតំណាងពិសេសស្ដីពីដំណោះស្រាយចុងក្រោយនៃកងកម្លាំងដែលនៅសេសសល់និងអាវុធគ្រាប់រំសេវនិងសម្ភារៈទាំងអស់នៅពេលខ្លួនរៀបចំចេញពីកម្ពុជាអ៊ុនតាក់ត្រូវរក្សាទុកនៅសិទ្ធិដែលចាំបាច់ដើម្បីធានាការផ្ទេរដោយមានសណ្ដាប់ធ្នាប់ទៅឲ្យរដ្ឋាភិបាលថ្មីបោះឆ្នោតនៅភារកិច្ចដែលខ្លួនបានអនុវត្តក្នុងដំណាក់កាលអន្តរកាល 3. ជាចាំបាច់អ៊ុនតាក់នឹងជួយដល់កងកម្លាំងដែលបានរំសាយមុនពេលបោះឆ្នោតឲ្យចូលទៅក្នុងជីវភាពស៊ីវិល 4. កអ៊ុនតាក់នឹងបន្តត្រួតពិនិត្យនិងឃុំគ្រងអាវុធគ្រាប់រំសេវនិងសម្ភារៈទាំងអស់របស់បណ្ដាភាគីក្នុងដំណាក់កាលអន្តរកាល 4 ខនៅពេលដែលរំសាយកងកម្លាំងនៅក្នុងបន្ទាយស្របតាមកថាខណ្ឌមួយខាងលើនេះ
អូនតាក់ត្រូវធ្វើការកាត់បន្ថយក្នុងពេលជាមួយគ្នានៅអាវុធគ្រាប់រំសេវនិងសម្ភារៈដែលបានរក្សាទុកនៅកន្លែងក្នុងតំបន់បន្ទាយចំពោះកងកម្លាំងដែលនៅសេសសល់ក្នុងបន្ទាយក្នុងតំបន់បន្ទាយការចូលទៅយកអាវុធគ្រាប់រំសេវនិង សម្ភារៈរបស់ខ្លួនត្រូវតែផ្អែកទៅលើការអនុញ្ញាតច្បាស់លាស់ពីតំណាងពិសេសរបស់លោកអគ្គលេខាធិការគោបើសិនជាការរំសាយកងកម្លាំងយោធាបន្តទៀតដោយយោងតាមកថាខណ្ឌ2កខាងលើអ៊ុនតាក់នឹងធ្វើការកាត់បន្ថយតាមសមាមាត្រដូចគ្នាតាមសមាមាត្រដូចគ្នានៅអាវុធគ្រាប់រំសេវនិងសម្ភារៈដែលរក្សាទុកនៅកន្លែងក្នុងតំបន់បន្ទាយខូការដោះស្រាយចុងក្រោយនៅអាវុធគ្រាប់រំសេវនិងសម្ភារៈទាំងអស់នឹងត្រូវសម្រេចកំណត់ដោយរដ្ឋាភិបាលដែលលេចចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវស្របតាមមាត្រាទី12នៃកិច្ចព្រមព្រៀងនេះខ្ញុំសួរបងអញ្ចឹងបងប្អូននេះគឺជាមាត្រា5ដែលមាន4ចំណុចសំខាន់នៃឧបសម្ព័ន្ធទី2អញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះពួកយើងនឹងចូលដំបូងតែម្ដងនៅក្នុងមាត្រា5ដែលនិយាយអំពីការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងរបស់បណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់គេអញ្ចឹងមាត្រា5នេះគឺជាមាត្រារឹតតែពិសេសនៃឧបសម្ព័ន្ធទី2នេះណាបងប្អូននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែលពួកយើងតែងតែឮពាក្យថាការផ្ទេរដែលមានសម្ដាប់ធ្នាប់ពួកយើងតែងឮអំពីតើកងកម្លាំងត្រូវធ្វើបែបណាអញ្ចឹងមាត្រា5នេះហើយគឺជាមាត្រាដែលនឹងបញ្ជាក់ណាអញ្ចឹងការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងរបស់បណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់គេដល់ពេលមកឈរអញ្ចឹងឃើញស្អាតទេសូហ្វីគាត់ឃើញប្រពន្ធបងននពេជ្របងប្អូនពួកយើងនៅឯគូស្ពានព្រះពន្លានៅចន្លោះផ្លូវរទេះភ្លើងហើយនឹងស្ពានព្រះពន្លានៅទីរួមខេត្តកំពតអញ្ចឹងបងប្អូនននពេជ្រគាត់ជួយអ្នកធ្វើប្រភូមិសម្រាប់លក់ជួយផ្សាយពាណិជ្ជកម្មដែរណាអ្នកស្នេហាជាតិយើងនឹងក៏ចូលចិត្តនៅក្បាច់បុរាណខ្មែរហើយចង់រក្សាទុកនៅស្នាដៃរបស់ដូនតាផងបើសុភាអ្នករៀនខាងអ្នករវិជ្ជានេះគឺសុភាចូលចិត្តណាស់យើងសេះលោកអ៊ំអានជំនាញអាសាររំលឹកនឹងអស់ហ្នឹងមែនទេមកឃើញយកអាហ្នឹងខ្ញុំនិយាយស្រួលហ្នឹងសុភាថាឲ្យតែឥឡូវឲ្យពីពួកខ្ញុំមិនសូវបានសិក្សាជ្រៅដូចសុភារឿងហ្នឹងទេណាសុភាតាំងពីតំណមតាំងពីអីហ្នឹងអានទៅនឹងខ្ញុំឲ្យតែខ្ញុំថាខុសឲ្យមួយម៉ាត់អូខុសមួយម៉ាត់មិនបានទេព្រោះសុភាដឹងរឿងហ្នឹងជ្រៅជ្រះចឹងហើយបានតែខ្ញុំនិយាយតែខ្ញុំនិយាយទៅសុភាអត់ប្រកែកបានន័យថាខ្ញុំនិយាយនឹងត្រូវហើយសុភាណោះណែសុភាគឺជាអ្នកចាំ verify ណាបើរឿងកិច្ចព្រមព្រៀងប៉ារីសខ្ញុំជាអ្នក verify ម្ដងសុភាឥឡូវនេះគឺក្នុងមាត្រានេះគឺមានពេល5នាទីទេអញ្ចឹងមិនបានអ្នកបងជើពេជ្រមិនបានពន្យល់នៅឡើយទេប៉ុន្តែខ្ញុំសូមដាក់ជាសំណួរជូនបងប្អូនតិចទៀតមានការ live ផ្ទាល់នាទីទៀតណាអញ្ចឹងមិនចប់ត្រឹមប៉ុណ្្នឹងទេតែមានថ្ងៃបង្រៀនអញ្ចឹងខ្ញុំអាចផ្សាយលឿនម៉ោងទេមាត្រា5ការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងរបស់បណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់ពួកគេតើការដោះស្រាយជាចុងក្រោយតើដោះស្រាយបែបណាហៅថាចុងក្រោយដោះស្រាយដោយរបៀបណាហៅថាចុងក្រោយ
ចម្លើយឆ្លើយថាអានមេត្រា5ចំណុចទី1ដល់ទី4នេះអានទាំងស្រុងនោះនឹងយល់អំពីការដោះស្រាយជាចុងក្រោយម្ដងទៀតការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងរបស់បណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់គេហើយសំណួរសួរថាតើការដោះស្រាយបែបណាហៅថាជាការដោះស្រាយជាចុងក្រោយណាអញ្ចឹងបងប្អូនចាំជួយឆ្លើយដោយអានចំណុចទី1ដល់ទី4មាត្រាទី5ទំព័រ198ដល់199អត់ទាន់ចប់ទេការដោះស្រាយជាចុងក្រោយពីរឿងកងកម្លាំងបណ្ដាភាគីព្រមទាំងអាវុធគ្រាប់រំសេវនិងសម្ភារៈរបស់ពួកគេអ្នកមានទំនាស់គឺបណ្ដាភាគីក្នុងគ្រានេះណាដោះស្រាយជាចុងក្រោយអំពីកងកម្លាំងរបស់បណ្ដាភាគីបានន័យថាភាគីដែលឆ្លោះគឺភាគីខ្មែរណាសំណួរមាន2កត់ទុកហើយចាំជួយឆ្លើយតែជួបគ្នាបងប្អូនណាចាប់សំណួរនឹងបានគិតទុកមុនពេលដែលខ្ញុំបកស្រាយទៅណោះតែខ្ញុំបកស្រាយប្រវត្តិសាស្ត្រពេលដែលខ្ញុំបកស្រាយប្រវត្តិសាស្ត្រទៅនោះបងប្អូននឹងឃើញសំណួរទី1តើនរណាគេជាអ្នកដោះស្រាយភាគីចំនួនគឺភាគីខ្មែរប៉ុន្តែនរណាគេជាអ្នកដោះស្រាយនៅក្នុងការដោះស្រាយជាចុងក្រោយនេះនរណាគេរកឲ្យឃើញស្ថាប័នហ្នឹងរកឲ្យឃើញអង្គការហ្នឹងក្នុងមាត្រាទី5មានសរសេរប៉ុន្តែមានកន្លែងបង្កប់ដល់តែរៀនប្រវត្តិសាស្ត្រអាចច្បាស់ជាងនេះតើនរណាគេជាអ្នកដោះស្រាយនេះការដោះស្រាយកងកម្លាំងរបស់ភាគីខ្មែរទាំង4ជាចុងក្រោយណាមិនដោះស្រាយរឿងដីធ្លីទេមិនដោះស្រាយរឿងការរស់ស៊ីហូបចុកបុកតាពេទេដោះស្រាយរឿងកងកម្លាំងរបស់ភាគីខ្មែរទាំងអស់បងប្អូនសំណួរទី2តើការដោះស្រាយជាចុងក្រោយនេះមានបរទេសចូលរួមដែរទេមានឬគ្មានបើមានសូមបង្ហាញផុសតាងបើមានសូមបង្ហាញផុសតាងថាបរទេសណាដែលត្រូវចូលរួមដោះស្រាយតែបើគ្មានទេបញ្យល់ហេតុអ្វីបានជាគ្មានបរទេសចូលរួមដោះស្រាយក្នុងមាត្រា5នេះណាការដោះស្រាយជាចុងក្រោយព្រោះអាហ្នឹងដោះស្រាយចុងក្រោយអត់មានចុងក្រោយទេគឺចុងក្រោយឥឡូវហ្នឹងអត់មានចុងទេចុងអស់ហើយក្រោយចុងហើយក្រោយទៀតបងប្អូនគិតមើលចុងហើយក្រោយទៀតបើនៅឈរនៅក្រោយគេបើនៅជាដើមឈើដែលមានចំហជាចុងឈើគឺចុងកពូលចុងក្រោយចុងហើយក្រោយទៀតតើមានបរទេសណាជាប់ពាក់ព័ន្ធនឹងការដោះស្រាយនៅកងកម្លាំងយោធារបស់ភាគីខ្មែរទាំងអស់នេះបណ្ដាភាគីខ្មែរទាំងអស់នេះដែរទេបើមានសូមបង្ហាញផុសតាងមកតែបើគ្មានទេបញ្យល់ហេតុអីវិញណែតាក់ទាំងអស់ខ្ញុំរៀនតាក់ដាក់បងប្អូនទាំងអស់បើថាមានរកផុសតាងកុំឲ្យចេះឆ្លើយថាមាននៅក្បួនសូចេប៉ូលីណាហើយបើថាអត់មានទេមកបញ្យល់មកហេតុអីមកអត់ទៅទៅវាឃើញបងរៀនតាក់ដាក់នៅដាក់តាក់trongទៅវាដែរហ្នឹងណាដល់ម៉ោងសួរវាអត់ឆ្លើយណាបងប្អូននេះគឺជាវេទិកាផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរៀងរាល់ព្រឹកម៉ោង 7 កន្លះ 8 កន្លះបងសុផលកាត់ដេកខ្ញុំរងចាំបងនៅខេត្តកំពតនេះអស់រយៈពេលមួយយប់ពេញហើយមិនឃើញបងមកដល់តែក៏បានដឹងថាបងខ្លាចត្រូវបានទទួលឈូងមួយសន្ទាប់ណាសាវាណាបងគៀងហុងក៏ចឹងដែរខ្ញុំរងចាំអស់2ថ្ងៃតាំងពីនៅតកែរហូតដល់ពេលនេះប៉ុន្តែបានដឹងថាគឺពួកបងលេងឈូងដូច្នេះហើយបានជារវល់លេងឈូងទៅចោះខ្ញុំទំយល់ពាក្យលេងឈូងណាបងជឿពេកពួកបងពីកពតប៉ុណ្ណឹងបងញៀនចិន្តាពួកយើងបន្តដំណើរល្ងាចនេះម៉ោង 2 ចប់ពួកយើងនឹងចេញដំណើរទៅដល់បសែតកំពង់ស្ពឺម្ដងណាដូច្នេះគាត់នៅចង់បញ្ជាក់ជូនបងប្អូនត្បិតតែថ្ងៃនេះក៏មកដល់កំពតហើយក៏រៀនកិច្ចព្រមព្រៀងហើយក៏ដោយតែចង់ឲ្យបងប្អូនជាពិសេសអ្នកកំពតណាបានមករាប់អានគ្នាតិចច្រើនណាបងប្អូននឹងសំខាន់ណា
បងប្អូននៅក្នុងខេត្តជាមួយគ្នាអាចរាប់អានគ្នាសុទ្ធតែអ្នកស្នេហាជាតិហ្នឹងអញ្ចឹងនេះជាលេខទូរស័ព្ទនៅភូមិដែលពួកយើងរៀបចំវគ្គបណ្ដុះបណ្ដាលដែលបងប្អូនមកដល់ផ្លូវអាទេសភ្លើងនឹងមានតែកន្លែងលក់ពភូមិកន្លែងហ្នឹងមួយទេបងប្អូនផ្លូវមកពីភ្នំពេញណាដែលស្ថិតនៅក្នុងភូមិភូមិព្រៃថ្នោតឃុំកំពង់ក្រែងស្រុកទឹកជូខេត្តកំពតនៅជិតថ្នល់អាទេសភ្លើងណាបងប្អូនហើយចំណែកនៅចំណែកនៅខាងកំពង់ស្ពឺពួកយើងនឹងរៀបចំនៅភូមិត្រពាំងខ្យាឃុំស្វាយអំពាស្រុកបរសែកខេត្តកំពង់ស្ពឺចាពួកយើងរៀបចំនៅទីហ្នឹងមួយព្រឹកទេនៅកំពង់ស្ពឺណានេះលេខទូរស័ព្ទរបស់ម្ចាស់ផ្ទះគឺពូប៉ាហើយនឹងបងខ្មែរការពីអង្គរបងប្អូនអាចទាក់ទងមកគាត់បានការមកចូលរួមហើយនឹងនៅ29-30ជាវគ្គបណ្ដុះបណ្ដាលពិសេសរៀងរាល់2ខែម្ដងគឺពួកយើងធ្វើនៅវត្តបាសែតនៅក្នុងភូមិបាសែតឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងតែប៉ុណ្្នឹងហើយបងប្អូននឹងបន្តជួបជាមួយអ្នកកំពូលទៀតហើយនឹងផ្សាយផ្ទាល់ជូនបងប្អូនឲ្យបានរៀនដូចគ្នាដែរណាមានសំណួរអីអាចបន្តផ្ញើសារកុំភ្លេចឆ្លើយសំណួរខ្ញុំបាននិយាយជា comment ជូនបងប្អូនដែរក្រាបថ្វាយបង្គំលាជម្រាបលាជួបគ្នាស្អែកនៅការឆ្លើយសំណួរនៃមេត្រា5